បាទសួស្តីបាទថ្ងៃនេះខ្ញុំសូមបង្ហាញអំពីការបង្កាត់ត្រីកន្លាក់ស៊ីបាទអញ្ចឹងយើងមានត្រីឈ្មោលដែលមានសុខភាពល្អមួយទៅបាទនោះនៅខាងក្រៅហ្នឹងគឺប្រភេទត្រីក្រឹមកន្លាក់ស៊ីឈ្មោលបាទហើយមួយទៀតគឺត្រីញីគឺយើងរើសយកមើលសុខភាពល្អទៅបាទនេះត្រីក្រឹមកន្លាក់ស៊ីញីគឺនៅក្នុងកែវអញ្ចឹងបាទទីទៅយើងដាក់កន្លែងប្រកាត់មួយហ្នឹងទៅបាទយើងមានដាក់សារ៉ាយអីចឹងទៅដើម្បីឲ្យវាងាយនឹងឲ្យពពុះហើយនឹងងាយជាពងអញ្ចឹងពេលដំបូងដើម្បីការពារកុំឲ្យឈ្មោលហ្នឹងវាដេញញីឬក៏ជល់ញីហ្នឹងគឺយើងត្រូវចាប់ប្របែកសិនបាទយើងដាក់ញីនៅក្នុងកែវមួយទៅហើយឈ្មោលយើងប្រឡែងឲ្យវាហែលពេញហ្នឹងទៅបាទអញ្ចឹងជាទូទៅក្នុងរយៈពេលប្រហែលជា12ម៉ោងទៅ24ម៉ោងគឺឈ្មោលហ្នឹងដាក់ពពុះហើយបាទដាក់ពពុះហើយវានឹងស្គាល់ញីហើយគឺគិតថាវានឹងដោយញីឈ្មោលពេលហ្នឹងគឺយើងអាចប្រឡែងញីបានបាទអញ្ចឹងអានេះគឺវិធីងាយទេអញ្ចឹងពេលដំបូងនេះគឺខ្ញុំដាក់ញីចូលសិនទេអញ្ចឹងទៅដាក់ប្រហែលជា1ម៉ោងមុនទេបាទអញ្ចឹងពេលនេះគឺឈ្មោលវាដេញគៀងអញ្ចឹងទៅបាទប៉ុន្តែវាមិនអាចជល់អីកើតទេពីព្រោះញីនៅក្នុងកែវហើយឈ្មោលនេះនៅក្រៅអញ្ចឹងទៅបាទយើងដាក់ទឹកហើយមកល្មមមកហើយបាទកុំដាក់ច្រើនពេកពីព្រោះជាទូទៅតិចទៀតនោះវាគៀបគឺវានឹងតម្លាក់ខ្លួនចុះមកអញ្ចឹងបើសិនជាទឹកវាជ្រៅវាអាចនឹងវាហត់ឬក៏ឆ្លក់ទឹកបាទតែបើយើងដាក់ទឹកប្រហែលជាកម្ពស់វាមកទឹកអីប៉ុណ្ណឹងគឺងាយស្រួលបាទហើយឈ្មោលនេះស្អាតណាស់បាទសម្បុរលភ្លឺជាកូនប្រកាត់របស់ខ្ញុំដែរទេកាលមុនគឺកន្លាក់ស៊ីឈាមកន្លាក់ស៊ីឈាមខ្មោចហ្នឹងគឺប្រភេទនៃដាក់ខ្មៅងឹបហ្នឹងបាទអាហ្នឹងខ្លាំងណាស់បាទគឺបើបានជល់ហើយគឺខាំយកបាទញីនេះក៏ប្រភេទកន្លាក់ស៊ីដែរក៏ជាប្រភេទឈាមខ្មោចដែរបាទចឹងគឺប្រកាសជាមួយវាគឺគិតថានឹងពេលបានកូនមកគឺបានពូជល្អហើយបាទពេលនោះអាចយកមកតាំងលេងមកថតលេងបានស្អាតហើយបាទចឹងនេះគឺជាការបង្កាត់របស់ខ្ញុំអញ្ចឹងខ្ញុំមានកាត់បង្កាត់ច្រើនទៀតបាទចឹងមានកន្លែងផ្សេងទៀតបាទនេះគឺប្រភេទត្រីរបស់ខ្ញុំយកមកតាំងហ្នឹងចឹងមានញីកន្លាក់ស៊ីមានឈ្មោលលេប្រភេទកន្លាក់ស៊ីឈាមខ្មៅនេះច្រើនហើយនេះក៏ខ្ញុំបង្កាត់សាមរ៉ាយបាទអត់ពុះហើយបាទអានេះខ្ញុំប្រឡែងព្រឹកមិញអញ្ចឹងឃើញថាហើយគៀបហើយដែរបាទមើលសិនបាទពេលគៀបហើយគឺវានឹងមានពពុះសក្របសអានេះគឺជានៅទេចឹងអាចថាព្រឹកឡើងវានឹងមានហើយបាទចឹងពេលមានហើយគឺយើងអាចចាប់ញីចេញបាទព្រោះបើទុកញីទៀតគឺឈ្មោលហ្នឹងវានឹងដេញជល់ដល់តែស្លាប់ខាងញីបាទពីព្រោះថាត្រីឈ្មោលហ្នឹងវាកាចពេលវាការពារពងកូនហ្នឹងគឺវាកាចណាស់បាទតាមទៅទៀតគឺយើងនឹងចាប់វាចេញពេលដែលវាឃើញពងហើយបាទហើយមានត្រីក្រំច្រើនបាទនេះប្រភេទសាមរ៉ាយក៏មានប្រភេទក្លាក់ស៊ីឈាមខ្មោចដែរបាទល្អណាស់បាទហើយក៏មានប្រភេទតាយស្អាតមានច្រើនពណ៌មានក្រហមមានខៀវហ្នឹងទៅបាទមានលឿងក៏មានដែរបាទមានច្រើនយកមកតាំងហ្នឹងទៅបាទអរគុណបាទជម្រាបលាបាទ